លោកឡារ៉ូត្រូវបានរុស្ស៊ីលុបចោលទាំងស្រុងនៅពាក្យចចាមអារ៉ាមថាពូទីនលែងទុកចិត្តរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសអំពីរដ្ឋមន្ត្រីការបរទេសលោកស៊ឺគីឡារ៉ូដែលថាបាត់បង់ការគ្រប់គ្រងឬការទុកចិត្តពីប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី7 ខែវិច្ឆិកាអ្នកនាំពាក្យវិមានកម្លាំងលោកឌីមីត្រីពេស្កូវបានធ្វើការឆ្លើយតបដោយបដិសេធថាវាមិនពិតទាំងស្រុងនោះឡើយតើលោកឡារ៉ូនៅតែបន្តកាន់តួនាទីជារដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីឬអត់ទោះជាយ៉ាងណាក៏ដោយនៅក្នុងរយៈពេល2សប្តាហ៍ជាប់គ្នាក្រសួងការបរទេសរុស្ស៊ីមិនបានបង្ហាញផែនការទស្សនកិច្ចនិងសន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសសម្រាប់សប្តាហ៍ធ្វើការបន្ទាប់ទេការវិវត្តទាំងនេះបានបង្កើតការសង្ស័យថាលោកអាចបាត់បង់ការគ្រប់គ្រងពីប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀរពូទីនដោយសារតែផែនការបរាជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរុស្ស៊ីអាមេរិកនៅទីក្រុងប៊ូដាប៉េសប្រទេសហុងការីពាក្យចចាមអារ៉ាមបានបន្តរាលដាលទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីការទូតចាស់ភាសារុកនេះបានអវត្តមានពីវិមានកម្លាំងនៅថ្ងៃទី5 ខែវិច្ឆិកានៅពេលដែលប្រធានាធិបតីរុស្ស៊ីបានប្រកាសពីការពិចារណានៃការបន្តសាកល្បងអាវុធនុយក្លេអ៊ែរព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីបង្ហាញបន្ថែមទៀតថាការបង្ហាញខ្លួនជាសាធារណៈចុងក្រោយបំផុតរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅថ្ងៃទី28 ខែតុលានៅពេលដែលលោកបានចូលរួមសន្និសីទអន្តរជាតិវិស័យដីពីសន្តិសុខអាស៊ីអឺរ៉ុបនៅរដ្ឋធានីបេឡារុសជាមួយគ្នានោះលោកពេស្កូវបានឆ្លើយថាលោកឡារុសនៅតែជារដ្ឋមន្ត្រីការបរទេសប្រចាំប្រទេសដដែលសូមបញ្ជាក់ដែរថារដ្ឋមន្ត្រីការបរទេសលោកស៊ឺគីឡារុសបច្ចុប្បន្ននេះមានវ័យ76ឆ្នាំលោកបានធ្វើជាប្រធានក្រសួងការបរទេសរុស្ស៊ីដល់យូរអង្វែងពលអស់រយៈពេលជាង21ឆ្នាំកន្លងមកហើយ